លោកមុតហាត់តាសមាជិកព្រឹទ្ធសភាម៉ាឡេស៊ីបានថ្លែងថាម៉ាឡេស៊ីនិងកម្ពុជានឹងរួមចំណែកពង្រឹងទំនាក់ទំនងរវាងសភាទាំងពីរឲ្យកាន់តែរឹងមាំនិងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជានិងម៉ាឡេស៊ីឲ្យកាន់តែស៊ីជម្រៅថែមទៀតការលើកឡើងបែបនេះនៅក្នុងជំនួបរវាងលោកមុតហាត់តាប្រធានគណៈប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោកនៃសភាម៉ាឡេស៊ីនិងលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនាថ្ងៃទី2ខែតុលាឆ្នាំ2025ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានរាយការណ៍ថាក្នុងជំនួបរវាងប្រធានគណៈប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោកនៃសភាម៉ាឡេស៊ីនិងនាយករដ្ឋមន្ត្រីកម្ពុជាលោកបណ្ឌិតមុតហាត់តាបានថ្លែងអំណរគុណដល់គណៈប្រតិភូសហភាពកម្ពុជាបានទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី46នៅប្រទេសម៉ាឡេស៊ីនាពេលថ្មីៗនេះតាមរយៈទស្សនកិច្ចនៅកម្ពុជាពេលនេះលោកមុតហាត់តាមានជំនឿថាកម្ពុជានិងម៉ាឡេស៊ីនឹងរួមចំណែកពង្រឹងទំនាក់ទំ